ហ្នឹងបាទថ្ងៃហ្នឹងមករំលឹកអនុស្សាវរីយ៍កាលនៅក្មេងៗឲ្យទៅរដូវផ្លែកគឺថាខ្ញុំធ្វើអញ្ចឹងហូបឲ្យបងប្អូនថ្ងៃហ្នឹងមកធ្វើកប្រឡាក់មួយក្រងអញ្ចឹងជាដំបូងខ្ញុំធ្វើការបុកអំបិលម្ទេសគឺខ្ញុំធ្វើការដាក់ម្ទេសហើយនឹងដាក់ម្សៅស៊ុបរ៉តឌីហើយយើងបុកវាដើម្បីយកវាទៅប្រឡាក់មួយកបងប្អូនគឺនឹកឃើញការនៅក្មេងៗឲ្យទៅខែរដូវផ្លែកគឺខ្ញុំតែងតែធ្វើអញ្ចឹងហូបឲ្យព្រោះអីជំនាន់ហ្នឹងគឺអត់មានផ្លែឈើហូបទេជំនាន់ខ្ញុំអញ្ចឹងមានតែផ្លែរដូវហូបករដូវស្វាយហូបស្វាយអញ្ចឹងទៅថ្ងៃហ្នឹងនឹកឃើញក៏ចង់ហូបដោយសារតែពូគាត់នៅផ្សារគាត់ឲ្យកមកអញ្ចឹងម្សិលធ្វើទឹកប្រហុកមួយកខ្ចីថ្ងៃនេះនៅសល់កប្រហែល3 4ផ្លែក៏គិតនឹកឃើញចង់ធ្វើកងក្រងហើយយើងធ្វើការចិត្តផ្លែកនឹងចិត្តសបកវាចេញសិនបងប្អូនបន្ទាប់ដើម្បីយើងយកវាទៅសាប់អញ្ចឹងបងប្អូនបន្ទាប់ពីយើងចិតសបកវាហើយយើងយកវាមកសាប់អញ្ចឹងដើម្បីយកវាទៅប្រឡាក់កាលណាយើងអត់សាប់ទេវាអត់ចូលជាតិទេពេលយើងប្រឡាក់មួយអំបិលម្ទេសបងប្អូនគឺយើងសាប់ឲ្យសពគ្រប់អញ្ចឹងហើយយើងសាប់វាតូចអញ្ចឹងបងប្អូនបាទបងប្អូននិយាយពីកប្រឡាក់ក្រងនេះនិយាយទៅខ្ញុំខានហូបជាង10ឆ្នាំម្ដង20ឆ្នាំម្ដងបងប្អូនខានហូបយូរហើយតែបានហូបទេបងប្អូនហ្នឹងហើយបន្ទាប់ពីយើងធ្វើការសាប់វាហើយយើងយកវាមកប្រឡាក់មួយអំបិលម្ទេសដែលយើងបានបុកហ្នឹងបងប្អូនយើងប្រឡាក់វាសពគ្រប់ឲ្យធ្វើម៉េចមើលទៅឲ្យវាសពចូលគ្នាកុំឲ្យថាអត់សពអញ្ចឹងយើងធ្វើម៉េចមើលទៅឲ្យសពប្រឡាក់វាឲ្យសពចូលសាច់កដើម្បីឲ្យសាច់កយើងវាមានជាតិប្រៃហិលអញ្ចឹងបងប្អូនយើងប្រឡាក់វាឲ្យសពអញ្ចឹងមកបងប្អូនតំណងណាបងប្អូនមើលទៅជាតិហ្មងបងប្អូនឆ្ងាញ់មែនតើបងប្អូនបាទយេស៊ូពុកម៉ែបងប្អូនថ្ងៃហ្នឹងខ្ញុំមករំលឹកអនុស្សាវរីយ៍កាលខ្ញុំនៅពីក្មេងៗណាឲ្យទៅរត់ទៅខាត់ផ្លែកខ្ចីចេះគឺថាខ្ញុំបេះវាមកខ្ញុំសាប់វាហើយប្រឡាក់មួយអំបិលម្ទេសហើយយកទៅជ្រលក់មួយក្រងឥឡូវខ្ញុំមករំលឹកពីអតីតកាលរបស់ខ្ញុំកាលនៅក្មេងៗកាលនឹងឆ្ងាញ់ណាបងប្អូនកាលនៅក្មេងៗអត់មានអីហូបមានតែកហ្នឹងឲ្យតែផ្លែខែរដូវកគឺបេះកយកមកធ្វើអញ្ចឹងហូបឲ្យមកបងប្អូនទៅជាមួយខ្ញុំទាំងអស់គ្នាខ្ញុំដើររមើលសបុកក្រងបងប្អូននេះបងប្អូននេះសបុកក្រងបងប្អូននេះចាំមើលខ្ញុំដាក់អញ្ចឹងបងប្អូនដាក់ឲ្យវារោមយើងដាក់ឲ្យវារោមមកដល់ពេលវារោមទៅវាសក្រងច្រើនណាស់បងប្អូនអើយសក្រងច្រើនណាស់នេះបងប្អូនក្រងច្រើនមែនតើដល់ពេលវារោមទៅវានោមមកពេលវានោមទៅវាចេញជាតិជូរដាក់ក្នុងសាច់កហ្នឹងពេលយើងហូបទៅឆ្ងាញ់ណាស់បងប្អូននេះក្រសក្រងច្រើនណាស់បងប្អូនអើយបងប្អូនសក្រកសបុកសក្រងយើងដាក់វាអញ្ចឹងមកដោយសារតើវាទាបទៅអត់មានអុយទប់ខ្ញុំដាក់ចេះហ្មងទៅបងប្អូនបីតាមពិតយើងត្រូវសកវាចូលសបុកតែសបុកវាតូចអញ្ចឹងអត់មានសបុកទប់អញ្ចឹងមានតែដាក់ទប់អញ្ចឹងទៅសក្រងខំដៃច្រើនណាស់នេះថតស្លឹកមួយថតបាត់សិនបាទសួស្តីបងប្អូនហ្នឹងហើយបន្ទាប់ពីយើងផ្អាប់ផ្លែកជាមួយក្រងរយៈពេលជិត15នាទីមកឥឡូវក្រងវានោមដាក់ផ្លែកហ្នឹងហើយអញ្ចឹងខ្ញុំមកហូបភ្លក់ឲ្យបងប្អូនមើលសក្រងខំនេះបងប្អូនតំណងណានេះមើលកងខំមកឆ្ងាញ់ណាស់បងប្អូនមានជាតិជូរអែមប្រៃបើម្ទេសហិលហើយមានជាតិជូរទៀតបងខាញ់មែនបងប្អូនមានជាតិជូរជាតិក្រងហិលអំបិលមកគឺខាញ់មក